ចំពោះខ្ញុំវិញបើសិនជាថ្ងៃណារវល់ដល់ថ្នាក់រកពេលទៅទិញម្ហូបក្រៅអត់បានទេហើយបើថ្ងៃណាត្នេវិញនិយាយពីថាអូយត្នេរកអីធ្វើមិនបានហ្មងណាហើយសម្រាប់ថ្ងៃនេះវិញរៀងរវល់ក៏ប៉ុន្តែអាចឆ្លៀតថតបានព្រោះចង់អួតបងប្អូនអំពីដើមសាឡាត់របស់ខ្ញុំដែលដាំលើទឹកហ្នឹងគឺថាល្អមែនទែនអញ្ចឹងថ្ងៃនេះគឺខ្ញុំមកបេះស្លឹកវាយកទៅធ្វើម្ហូបធ្វើជាលក់ញ៉ាំជាមួយនឹងត្រីអាំងជាមួយស្តៅបងប្អូនហើយសម្រាប់សាឡាត់នេះវិញគឺខ្ញុំបេះយកតែស្លឹកធៀងខាងក្រោមវាទេដោយសារខ្ញុំស្ដាយបើសិនយើងដកហ្មងគឺយើងញ៉ាំបានតែម្ដងតែបើយើងបេះធៀងចេះគឺយើងញ៉ាំបានយូរបងប្អូនហើយបេះមួយស្លឹកចឹងតែបានតែមួយកញ្ច្រែងហើយតែខ្ញុំមានដាំជីដាំអីហើយសូម្បីតែម្ទេសក៏ខ្ញុំដាំលើទឹកបានមួយដើមពីរដើមឯដែរតែដាំលើទឹកវាអត់សូវផ្លែដោយសារខ្ញុំដាក់ជីយើងដាក់ជីសម្រាប់បន្លែអញ្ចឹងយើងដាក់ម្ទេសវាអត់សូវផ្លែហ្មងទេផ្លែបាន3 4គ្រាប់បន្ទាប់ពីបេះបន្លែហើយក៏យកបន្លែមកលាងខ្ញុំដាក់ត្រាំសាឡាត់ចោលបន្តិចសិនដោយសារសាឡាត់វាហាក្តៅអញ្ចឹងទៅវារាងស្លោកអញ្ចឹងខ្ញុំដាក់ត្រាំទឹកឲ្យវាឡើងស្រួយវិញបន្តិចរួចហើយបានខ្ញុំមកធ្វើទឹកត្រីនេះទឹកត្រីងាយមែនទែនគឺខ្ញុំដាក់អំពិលទុំទឹកត្រីបន្តិចស្ករបន្តិចហើយនឹងខ្ទឹមក្រហមខ្ទឹមសម្ទេសដែលយើងហាន់ហើយហ្នឹងគឺច្បល់ចូលគ្នាទៅបើញ៉ាំប៊ីចេងដាក់ប៊ីចេងតិចរត់តែឆ្ងាញ់ហើយទឹកត្រីនេះញ៉ាំជាមួយនឹងស្ដៅបងប្អូនផ្កាស្ដៅជាមួយសាឡាត់ជាមួយត្រីអាំងឬត្រីបំពងអីចាប់ជាតិគ្នាឆ្ងាញ់សាហាវបងប្អូនអើយធ្វើទឹកត្រីហើយងាកមកលាងបន្លែវិញបងប្អូនហើយនេះគឺជាផ្កាស្ដៅដែលខ្ញុំបានធ្វើវីដេអូបង្ហាញបងប្អូនលើកមុនគឺខ្ញុំយកមកស្រុះរួចហើយយកដាក់ចូលក្នុងថង់ប្លាស្ទិកបឺតខ្យល់វាមកដាក់ចូលក្នុងទូកករួចពេលត្រូវការប្រើយើងអត់បានទៅផ្សារអីនេះយកមកស្រុះទឹកក្តៅអញ្ចឹងតិចហើយលាងទឹកមកញ៉ាំបានហើយដូចថ្មីស្រស់អញ្ចឹងណារួចរាល់ហើយបងប្អូនហើយសម្រាប់ត្រីអាំងវិញបងខ្ញុំងើបអាំងតាំងពីព្រឹកហើយបាត់ក្បាលបាត់ហើយចាកាច់ឲ្យឆ្មាបងប្អូនណាចូលចិត្តញ៉ាំដូចខ្ញុំខ្លះនេះខ្ញុំចូលចិត្តញ៉ាំជាឯងបើបានត្រីបំពងទៀតរត់តែអែមតែនេះត្រីអាំងនេះត្រីបងខ្ញុំប្រោះទុក2 ថ្ងៃ 3 ថ្ងៃទៅវារាងស្គមអញ្ចឹងគាត់ក៏យកមកអាំងទាំងព្រលឹមទៅហើយខ្ញុំញ៉ាំគឺខ្ចប់អញ្ចឹងបងប្អូនខ្ចប់អញ្ចឹងដាក់បន្លែដាក់ជីដាក់សាច់ហើយជ្រលក់ទៅញ៉ាំផ្លឹបមានអីបងប្អូនអើយខ្ញុំចូលចិត្តឆ្ងាញ់ហើយតែបងប្អូនខ្លះគាត់ចេះញ៉ាំស្ដៅពិបាកដែរបើខ្ញុំវិញអត់អីទេស្ដៅម្រះអីអូខេតែបើថាថ្នាំអត់បានថ្នាំល្វីងអត់ចេះតែពេលម្រះហើយស្ដៅអីអូខេមិនក៏បានបើនិយាយរឿងផ្កាស្ដៅឥឡូវហ្នឹងកំពុងពេញផ្កាស្ដៅធូរថ្លៃបងប្អូនហើយល្អទៀតសម្រាប់ពុកម៉ែបងប្អូនដែលចូលចិត្តញ៉ាំស្ដៅកុំភ្លេចតនកំពុងតែពេញរដូវកាលទិញយកមកស្រុះហើយដាក់ក្លាសេទុកឲ្យបានយូរពេលរដូវអត់មានផ្កាស្ដៅបងប្អូនអាចយកមកញ៉ាំអញ្ចឹងបានហើយសម្រាប់ការស្រុះវិញអាចស្រុះទាំងតូដូចខ្ញុំអញ្ចឹងក៏បានបេះអាហារក៏បានដែរបេះអាហារយកតែត្រួយក៏បានដែរយកទៅមូឲ្យទូចទៅយើងទុកទៅវាចំណេញស្បេះហ៎បងប្អូនសំខាន់នៅពេលដែលរដូវអត់មានផ្កាស្ដៅហើយឃ្លានផ្កាស្ដៅគឺយើងមាននៅក្នុងទូទឹកកកហ្មងហើយចុងបញ្ចប់នៃវីដេអូនេះក៏បានញ៉ាំអាឡឹកបង្ហាញបងប្អូនទីអាឡឹកនេះខ្ញុំពុះអញ្ចឹងហើយខ្ញុំទុកកន្លែងកាន់ទីស្រួលកាន់ញ៉ាំមកអើយខ្ញុំទិញមួយ3000ណាបងប្អូនផ្អែមល្អដល់ហើយឆ្ងាញ់ណាស់ខែក្តៅយើងញ៉ាំអាឡឹកឆ្ងាញ់ហើយត្រជាក់ខ្លួនល្អទៀតក្លាសេត្រជាក់មកឆ្ងាញ់ខ្លាំងឆ្ងាញ់ចប់វីដេអូបាទអរគុណច្រើនបងប្អូនសម្រាប់ការតាមដានទស្សនាតាំងពីដើមរហូតដល់ចប់ជម្រាបលា